ai khó tay mách ngồi bùm mà ai nè sạt ai sạt mà lấy nó mang sợi liền sạt bê chai ngò bùm mà ai sạt chẳng kia trong sạt đôi bùm mà ai tai nó nè bạch lia bê cha sạt thòm chít ôi một sạt chiêm kế ơi bê chai sờ bái chặt khó cha mà già mà đi ăn tê sầm rò dư ngô giờ mà đây là na cái sạt tao có mà phen mà nhẹ đừng nhổ say ghế này sẽ đi đôi buộc nhom này con nào mơ máu con cái lấy chát cái đằng ơi đang làm mấy sầm rò việt cờn đợt nà na ồ ai cờn na mà một cờn sờ bờ ban đặt khoáng nam mà hiệp họp tịnh mừng khẩn ơi cặp alo chạy mình dây đừng ai kế dây bị hương đang sát mua nè thốt nè bị sát chiêm á nè trơn á nèไอ้ปานพลังจะปอนไอ้ปลาไอ้ปานลังโซ่จังเนี่ย cái sát hoa mà chiết ทำมาเจียดเอ้ย ai trong khẩn ai nó sát làm mấy đây โอ้ยสะอาดไอ้สะอาดอาซางอุจึกโดสบู่นะงะ chăng ai thì chơi như u được luôn ai sát đây một mờ bật che cho kia ngó สะอาดเรื่องช่วย ปูมิ่งจะมีซัว phen mà nhẹ ai cái đâu บ đây องยำลวกมาซาวบองช่วยตีมาซาวยำตีจะบองนะ luôn ai sát phong hongแต่ลวกมาใส่ มาเศร้าไอ้เก๋มาเศร้ามีหรือไอ้ อ๋อเต้มาซาวเรียบมกยำเลียครวนไอ้เนี่ย sao liệp một nắng cả nào mua nhom trắng liệp ta xa đấy ปูช่วยตีเนื้อ ចេកអើយសម្បងចេកឯងស្អាតប៉ុណ្ណឹងលាបម្សៅនឹងទៅដូចប្រេតហើយ อ๋อเต้บองมาซาวยำเลียครวนไอ้เหรอ nó dừng liệp nó sạch một dừng là o sủa sầm rót so bỏ តែតែលេខតា ช่วยเต้มาคลองแผมปอนบองยำเมียนตามแต่ปีเมินช่วยเต้ยำพองอะบอง មានដើមទៅ20000ហើយលុបម្សៅមកខ្លង5000ណែយ៉ាលាក់ស៊ីមកណា nè liệp tao một bó chùm một nhom ai thôi mày tới cái nom hết chơi rằng vậy là khôn bị đám cái liệp tầm sao gì hôn phong một cái អា xã ហ្នឹងពីដើមលៀបទេតាបាច់ទិញបាច់ស្អីទេ บองช่วยเต้มาซาวยำมาคลองอะบอง nó tới á แม่มือสู้ มาคลองแต่แผมปอนแต่บอง nhờ chùm những năng á ហាត់ខ្វះហាត់ក្រែឆ្អេះទឹកដូចទឹកនោមឆ្មាហើយ ฮะ ngồi neo thằng bay năng đá chui chân จ้าบอง เจ้าวิยังไม่ครับบำบัดจอมบำบัด จ้าบำบัดจอมบำบัดมองไอ้หมดศอกใจโพพองเหมือบ่ ไอ้มาออบนึงหมา มาปอบปรามปอนให้ช่วยเต็งยมมาบ้องยังเป็นตามแต่ปีเมินนี่ ปีออบนึงเพียมปอนลูกออด จ้า ปีออบเพียมปอนลูกออด ยม ôi trời lụa lụa tất Im nhiên bịp cái ọp ngõ hẹp ban con này lụa nó ọt. bóng អត់អីទេបងបងឯងយកបើបងឯងចង់បាន ừ អា nè ឡូវចេះទៅទិញពីព្រីមួយទៅ អូយបងឯងខ្ញុំ មើលសិនគេ do mơ xanh á បើសិនជាមុខយើងដាក់ទៅស៊ីមែនទិញកំងច្រើន ចាអត់អីទេបងអញ្ចឹងបើបងឯងជួយទិញប្អូនលក់ឲ្យ សាក់តិចសិនដាក់ទៅកាហាយអត់ អូយម្សៅណាលាបកាហាយបងលាបទៅតែចាក់មុខហ្នឹងត្រូវហើយ អញខាញ់វាលាក់ស៊ីមុខណា អត់ទេម្សៅខ្ញុំលាយខ្លួនឯងល្អអរគុណហើយបង ចា នេះគឺជាអតីតកាលទី1ដែលបង្ហាញឡើងដោយក្រុមកំ pl ែងដូច្នេះសូមឲ្យកញ្ញាលុនដាណេបកស្រាយបង្ហាញ ចាតាមពិតទៅជីវិតខ្ញុំពេលហ្នឹងលក់ម្សៅហ្នឹងមានដើមតែ20000ទេ20000ហ្នឹងលក្ខណៈមិនដឹងធ្វើអីទេហើយអារម្មណ៍ស្រឡាញ់សម្រស់កាលហ្នឹងស្រឡាញ់តាំងពីទូចមានអារម្មណ៍ឌូតខាងធ្វើខ្លួនហ្នឹងតាំងពីទូចដល់ពេលរួចទៅធ្វើសិនតែខ្ញុំយកលុយមកទិញម្សៅលាប20000ហ្នឹងវាអស់ហើយអញ្ចឹងខ្ញុំគិតថាយក20000ហ្នឹងដើម្បីរកស៊ីផងបានចំណេញតិចតួចផងហើយនឹងបានជួយខ្លួនឯងបានស្អាតតិចតួចដែរអញ្ចឹងណាតែលុយមានតែ20000ដល់ពេលមាន20000អញ្ចឹងទៅនឹកឃើញខ្ញុំចេះអាខាងលាយម្សៅនឹងលក់ដែរលាបទៅវាមុខសស្អាតដូចថាអ្នកណាជាប់មិនបាត់ដែរហ៎ បាទ ពេលអញ្ចឹងក៏ខ្ញុំទៅទិញម្សៅនឹងលាបយកមកលាយមកយកមកលាយដើរយកមកលាយមកដល់ពេលរួចទៅដើរលក់តាមភូមិមាន20000បាន2ប្រអប់3ប្រអប់អីហ្នឹង3ប្រអប់ម្សៅហ្នឹង បាទ ហើយទៅដើរបខំគេបងអាមុខគេអត់ជាប់សោះហ្នឹងដើរអង្វរគេបងអើយជួយទិញម្សៅខ្ញុំផងអញ្ចឹងណាដល់ពេលរួចទៅគេថាអូចូលតាមជនបទយើងកាលហ្នឹងក៏អត់សូវនេះគេថាអត់សូវលេងខ្លួនអីទេព្រោះគាត់គាត់ថាម្សៅនេះអីគាត់អត់សូវអញ្ចឹងណា បាទ គាត់ត្រូវការតែវាគឺថាត្រូវការប្រពេញគេទិញម្ហូបទិញអីដើម្បីក្រុមគ្រួសារគាត់ទេនៅតាមជនបទគាត់អត់សូវធ្វើខ្លួនទេកាលហ្នឹង បាទ ចាដល់ពេលរួចទៅចេះតែអង្វរគេនិយាយលួងគេអីចឹងទៅនៅក្នុងចិត្តថាបើគេមិនទិញទេចប់អីអស់ទាំងដើមអស់ទាំងចុងអញ្ចឹងណាមាន20000នឹងផងហើយយកទៅទិញម្សៅនឹងអស់ទៀតអញ្ចឹងបាត់វាអត់អីទៀតហើយខ្ញុំស្អែកឡើងវិញទាំងបានអីយកមក
គឺថាចាយត្រូវយើងធ្វើទិញអីវាអត់មានអញ្ចឹងណា បាទ ចាដល់ពេលហ្នឹងទៅចេះតែអង្វរគេដើមអង្វរទៅទទួលជិះឡើងបាន2 3ថ្ងៃទីជិះទៅថាទៀតដែលដល់គេសាំចិត្តពេកគេទិញជួយទិញទៅ បាទ ហ្នឹងហើយពេលគេជួយទិញទៅបានមកប្រអប់អូយសុបាយចិត្តណាស់ហើយចំណាំមុខគាត់ហ្នឹងទៀតគេថាគេជួយយើងគេតាមពិតគេអត់ចង់ទិញទេម្សៅហ្នឹងប៉ុន្តែគេអាណិតយើងទេយើងទៅដែលពេកចុះ បាទ ដល់ពេលវិញបានគេជួយទិញទៅបានមួយខ្លងក៏សុបាយចិត្តបានដល់ពេលបានអស់3ខ្លងហ្នឹងលក្ខណៈថា3ខ្លងខ្ញុំលក់ដើមអស់ 20000 ប៉ុន្តែខ្ញុំលក់បាន 30000 ចំណេញបាន 10000 អញ្ចឹងហ្នឹងហើយចំណេញ 10000 កើនលុយហើយកើនលុយហើយចិត្តសន្សំធ្វើអាហ្នឹងទៀតធ្វើដើរនិយាយរួមទៅគឺលក្ខណៈខំប្រឹងតស៊ូដើម្បីចង់ថាគេជ្រិញយើងមិនក៏ដោយខ្ញុំដឹងថាគេជ្រិញនឹងគេធុញគេមិនចូលចិត្តហើយប៉ុន្តែនៅតែអញ្ចឹងហ្នឹងហើយ ចាអរគុណច្រើននេះគឺជារឿងអតីតកាលដែលតារាកិត្តិយសមិនអាចបំភ្លេចបានទី1ចុះចំណែករឿងទី2តើជាការបង្ហាញនៅរឿងរ៉ាវអ្វីសូមអញ្ជើញទស្សនា អូយខំចាំយកម្សៅហើយមកលក់អីហ្នឹង អូយបងអាចទៅណាជួយញ៉ាំពងទាកូន ណែលើស៊ីសពមុខណា ខ្ញុំឈប់លក់ម្សៅឥឡូវខ្ញុំមកលក់ពងទាកូនទឹកកឡុកវិញបង អូយថៃនឹងលក់អីគេ ពងទាកូនហើយទឹកកឡុកបងជួយហូបហើយដងនេះបងផ្អែមត្រជាក់ណា ដងនេះដងវ៉ាមួយនេះតិចខែស៊ីយើ អត់ទេខ្ញុំចិត្តសបកឲ្យស្អាតហូបទៅត្រជាក់ដល់បេះដូងបង តែយកតែធ្វើនំភ្ជុំ ស្អីគេហ្នឹងទេ ចា ហើយចេះថ្ងៃលក់ស្អីហ្នឹង ខ្ញុំលក់ទឹកកឡុកពងទាកូនប តែ ង កន្លងពងទាកូនក្អីកបាក់កពុកហ្នឹងអូយលោកអើយមើលសិតតែហុយហូមស៊ីទៅម្រាក់ហូងាប់អ អើ ស់ យ ទេ ណោះខេយ៉ាពួកបងឯងចេះតែហូបណោះ ហូបទៅ អើយចាមិនហូបរុយទេហូបពងទាកូន ពងទាកូនហ្នឹងតែកន្លងអីហ្នឹងហុយហូមអូហើយកៅអីមើលមិនបាន កន្លងដាក់ក្នុងអែវ ខោតា បងងាកុំថាយគ្នាខ្វះពេកមើលវៃថាម៉េចមែនតានេះអាណិតគ្នាអាណិតស្អីមានដើមប្រមាណមកលក់ហ្នឹងក៏កខិចស្មោកក្រោកឲ្យសបើម៉េះណាប់គ្នាហូបប្រយ័ត្នឈឺពោះយប់ឡើងដេកមិនលក់ទៅ អត់ទេបងកន្លែងខ្ញុំធ្វើស្អាតតែខ្ញុំ ស្អាត មក អើយ អើយ ហ៎តែកៅអីអង្គុយមិនបានផងណាណែតែចេកខាងណាចង់ហូប បាច់យាយច្រើនណាសុំជយោមួយលើកបឺតដូង ចង់ហូបពងទាកូនណាណោះនៅគៀនវត្តពងទាកូនគេឆ្ងាញ់មិនមែនក៏ក្រិចដូចឆ្នេរលក់ហ្នឹងទេផ្លែឈើលួយអាលួយ នេះ ពងទាកូនពងទាកូននៅវត្តមានលោកអ្នកលក់ លក់ចិត្តវត្ត អត់លក់ ហ្នឹង ចិត្ត ហើយ អើ អើយ យ តែ អូយតា បងអាចជួយតែញ៉ាំ ហើយទឹកកន្លុកតែអាផ្លែឈើគេចោលអាលួយខ្ញុំ ខាងណាផ្លែឈើខ្ញុំទៅល្អតា អើយអូមកសំខាន់មានពងរុយទៀតវើកអើយ បងអាចជួយហូ គេ ប ថាអីថាទៅនាងអស់ហ្នឹងងូតទឹកដងដែរហ្នឹង ចា អើយចោចាដល់ឡានទៀតទិញធ្វើអី បងអាចជួយហូបអត់ទេអូយពិបាកដល់ហើយធ្វើមិនខ្ញុំមកមានដើមទុនដូចគេទិញរបស់ល្អគេនិយាយអីនិយាយទៅឥឡូវទៅលក់ខាងមុខទៀត ចានេះគឺជារឿងអតីតកាលទី2ទៀតហើយដែលកើតឡើងក្នុងជីវិតរបស់តារាកិត្តិយសតើនៅក្នុងពេលនោះចាកញ្ញាមានអារម្មណ៍យ៉ាងណាដែរ ចាពេលនោះនាងខ្ញុំលក់ពងទាកូនលក់ទឹកកឡុកតិចតួចអញ្ចឹងណាប៉ុន្តែអត់មានដើមទុនឲ្យច្រើនគេទេប៉ុន្តែដល់ពេលគេថាមើលទៅវាអត់ដូចថាអត់ស្អាតអត់ល្អកន្លែងហ្នឹងអញ្ចឹងដូចថាយើងអត់មានរបស់ថ្លៃទំនើបមើលទៅឲ្យគេតាក់ទាញអញ្ចឹងណាមានជើងម៉ាតិចតួចអាវាជើងម៉ាអន់នេះអញ្ចឹងដាក់ឲ្យគេអង្គុយជើងម៉ាឈើអីចឹងទៅណាហើយយើងអត់មានដើមទុនមានតែដើមទិញអាដើមពងទាហ្នឹងយកមកលក់ហើយនឹងទឹកកឡុកតិចតួចហ្នឹងទេដល់ពេលអញ្ចឹងទៅមិនដឹងធ្វើម៉េចទៅចេះហៅគេរាក់តាក់គេបងហៅចេះទៅពូមីងទឹកកឡុកខ្ញុំចេះតែនិយាយរាក់តាក់អញ្ចឹងប៉ុន្តែគេស្រន់តែតោចខ្ញុំដាក់តែមុខយើងឯងប៉ុន្តែគេបញ្យុកូនគេថាមិនបាច់ទៅទិញកន្លែងវាហ្នឹងទេវាគ្មានអនាម័យមានអីមិនបាច់ទៅស៊ីកន្លែងហ្នឹងអីចឹងណា បាទ លឺប៉ុន្តែក៏សុខចិត្តទ្រាំអត់ធ្មត់នឹកក្នុងចិត្តថាតាមគេនិយាយមិនក៏និយាយទៅស្រាប់តែចិត្តគេប៉ុន្តែយើងនៅតែរាក់តាក់ហៅភ្ញៀវដែលគេមកជុំវិញរោងយើងហ្នឹងនៅតែញឹមរាក់តាក់ហៅពូមីងអញ្ជើញមកហូបពងទាកូនថ្ងៃណាកូននឹងធំថ្ងៃណាកូនទូចណាចង់ញ៉ាំអាទូចអាធំអីចឹងណាចេះតែនិយាយរួមដូចអង្វរគាត់ឲ្យយើងឲ្យគាត់ជួយយើងផងព្រោះថវិកាមានតែនិយាយរួមទៅវាមិននេះប៉ុន្តែគាត់ថាបើសិនថ្ងៃហ្នឹងសល់គឺអត់មានដើមទុនបន្តទៅមុខទៀតទេអញ្ចឹងដល់ពេលហើយទៅ
គេអត់មានទិញទេគេទិញតែចិត្តហ្នឹងព្រោះគេកន្លែងនោះគេល្អគេថាជើងម៉ាគេល្អកន្លែងរបស់គេល្អទំនើបអញ្ចឹងណា បាទ តែដល់ពេលហើយក៏ពីអ្នកប៉ាខ្ញុំក៏អាណិតកូនដែរគាត់អត់មាត់ទេគាត់ប៉ាខ្ញុំក៏ខ្សត់ខ្សោយដែរអត់មានអីដែរទាំងអស់គ្នាហ្នឹងក៏មិនដឹងជួយអីក៏លក្ខណៈខ្ញុំក៏ទ្រាំអត់មាត់ទេទទួលក៏ទៅទិញដូងគេយកមកលក់ បាទ ទិញ10យកមកលក់អញ្ចឹងណាអាហ្នឹង10 12000 10 បាទ 12000ទៅខ្វះ 3000ទៀតជពាក់ពូដូងនឹងសិនថាពូខ្ញុំជពាក់ 3000សិនខ្ញុំមានតែ 9000ទេប៉ុន្តែខ្ញុំលក់បានខ្ញុំនឹងសងពូស្អែកវិញអញ្ចឹងណាខ្ញុំឃើញគេមានដូងមានអីនៅចិត្តយើងអញ្ចឹងគេទៅទិញអត់វាញ៉ៃអញ្ចឹងឡើងរោងយើងវាបានអានេះខ្វះអានោះបាននោះខ្វះអានេះអញ្ចឹងណា បាទ ពេលរួចទៅក៏ប្រាក់ដូងនោះក៏ចិត្តធေါ်ដែរថាអញ្ចឹងប្រកាសថ្ងៃស្អែកត្រូវសងវិញ 3000ហ្នឹងហើយខ្ញុំក៏ចាអរគុណគាត់ទៅកាន់ដូងយកមកឲ្យប៉ាខ្ញុំមកពុះដូងពុះអីដាក់ក្លាសេកូនលក់អញ្ចឹងណាដាក់ក្នុងធុងតកអញ្ចឹងណា បាទ ហើយគេមានធុងប៉ុន្តែខ្ញុំអត់មានធុងទេមានអីគេអាស្នោហ្នឹងហើយស្នោយើង1 1000 2000ហ្នឹងយកដាក់អញ្ចឹងណាគេធុងគេអាក្រហមគេនោះអញ្ចឹងណា បាទបាទ ដល់ពេលហ្នឹងទៅក៏បានពូអ្នកលក់ដូងហ្នឹងគាត់អាណិតឲ្យបានដូងលក់ទៅដល់ពេលដាក់បានដូងតិចអញ្ចឹងទៅក៏មានដូចថាខ្លះទៅគេមិនស្អប់យើងទាំងអស់ទេគេមាន10នាក់20នាក់គេទៅញ៉ាំចិត្តហ្នឹងអស់ហើយប៉ុន្តែបាន1 2អញ្ចឹងមក បាទ ប៉ុន្តែខ្ញុំលក់អត់ដែរអស់ទេ បាទ ខ្ញុំលក់ដែរអស់ហើយព្រោះគាត់ថាដែរអស់ព្រោះគេខ្ពើមកន្លែងយើងថាយើងគ្មានកន្លែងអនាម័យរបស់យើងអត់មានកន្លែងណាល្អអញ្ចឹង បាទ អញ្ចឹងពេលហ្នឹងក៏ខ្ញុំពីអ្នកប៉ាខ្ញុំក៏នឹកឃើញថាអង្គុយទៅមើលគេហ្នឹងទៅនឹកឃើញថាយើងអត់ហើយគេអត់មានជួយទិញយើងរបៀបថាយើងអត់ហើយថ្ងៃហ្នឹងអស់បើសិនលក់អត់ក៏ខ្ញុំអត់មានលុយទៅតទៅមុខទៀតដែរអញ្ចឹង បាទ ចា បាទសូមអរគុណនេះគឺជារឿងរ៉ាវអតីតកាលទី2បាទចង់ដឹងថារឿងរ៉ាវអតីតកាលទី3គឺជារឿងបែបណាសូមអញ្ជើញទស្សនា អើយដល់មកហើយមិនដឹងនៅឯណាគ្នាហើយយូរមែនហ្នឹង យូរមិនគេឲ្យដើរតួអ្នកមាននេះ មានគ្រាន់តែហើយមិនសៅអីអត់ព្រមលៀបអីហើយទេចាំមកដឹងស្មាមានបានថតទៅ លៀបហើយឯងចាំពេញចឹងថតលៀបភាសាទៀត ឯងខ្ញុំដើរទួយអ្នកស្រ័យអីពូខ្ញុំមិនស្លៀកពាក់ចឹង ត្រូវហើយប៉ុន្តែគ្រាន់ថាកុំលៀបក្រែមអីក្រហមម្លឹងពេក អូចឹងចាំជូតចេញហ្មងអី ជុំ ពូ ចេញចាំដល់ថតជូតទៅក្រាន់នេះ ហ្នឹងហើយហ្នឹង អត់អីទេ អូជំរាបសួ លៀ រប ប៉ុណ្ណឹងបានហើយអត់ បង អីទេ ជំរាបសួរពូជំរាបសួរ ណែនិយាយខ្ញុំហ្នឹងបាត់មួយថ្ងៃស៊ីតែ100ហ្នឹងដែរ ណាតែហ៊ានឲ្យក្រូតឯង100នោះក្រូតឯង150ទៅ អូចាញ់ខ្ញុំហ្មង ប្រាំប្រៃហ្នឹង150ទៅ ចា ហើយក្បុងនោះ100ទៅ ហើយចាស់ខ្ញុំមកប ហើយ ង ក្រិនឯង150ទៅ ហើយចំណែកនោះ ប៉ុណ្ណឹង ពូ ណែ ណែ ចា នោះ ណែពូ ហ្នឹងហើយចាំពូឲ្យមួយថ្ងៃ10000ជួយពូសិនទៅ រាប់អី ស្អីគាត់ក៏ទឹកអំពើគ្រាន់ផង សួរគ្នាមើលចុះឯងជីស្អីមកមិញហ្នឹង ជិះម៉ូតូដប់បង រាប់ឲ្យគាត់ជិះម៉ូតូ ទៅ ដប់ ដល់បោះមកទៅ អ មក ស់6000 ហើយសមបាន4000 ចា បានតកឈូតណា អាហ្នឹងខ្ញុំអាណិតទៅខ្ញុំឲ្យជួយខ្ញុំសិនទៅ ឯងចុះផ្ទះនៅណាដែរហ្នឹង ខ្ញុំផ្ទះខ្ញុំជួលគេបង ជួលនៅម្ដងព្រែកលៀបហ្នឹងមែន ហើយមួយខែបាន មួយខែ30បង ដាច់ខ្យល់លយពូអើយមនុស្ស ផង អត់តែ អូជួយ ចោល និយាយ ទេបង មានអីមួយខែ30ហ្នឹង10000វាសល់9970ដែរ ខ្ញុំជួយឲ្យប៉ុណ្ណឹងដូចក្រូតឯងចឹងមានឈ្មោះល្បីអីហើយស្រីណែអត់ទាន់ល្បីអីឲ្យ10000ហ្នឹងសិនទៅហើយចាំដល់ល្បីចាំគិតតាមហ្នឹង5រៀល5រៀលអីចឹ ខែ ងទៅ ថ្លៃម៉ូតូដប់អីគ្នាតិចទៅ ថែមតិចទៀតដល់ មែន ពូ ហ្នឹងពូ ហើយបាត់នេះទេបើខ្លាចខាតទេអ្នកជិះម៉ូតូមួយក្រិនដប់មកក៏បានដែរ ហ្នឹងហើយហាណៃអើយមួយខែ30បាពេកសុំប្លង់រឹងគេមកលក់ផ្ដាច់តែហ្មងទៅ ខូតទៅចេញនិយាយលេងធ្វើបាបគ្នា អើយទៅជប់ជួលណាគេឲ្យប្រុងរឹងហ្នឹង ប្រុងរឹង អញ្ចឹង ហ្នឹងហើយ ហើយខាងនេះធ្លាប់ជួលដែរចុះ អេមុនកាមុនពួកខ្ញុំមុនមានផ្ទះហ្នឹងដើរទៅចូលផ្ទះគេនៅដែរហ្នឹង វាដូចតែគ្នាដែរ ថតកំ pl ែងថ្ងៃហ្នឹងអត់មាននិយាយពីរឿងហ្នឹងទេនិយាយតែពីរឿងកំ pl ែងហើយស្រីណែលេងបើថាលេងក៏លេងបើថាមិនលេ ថ ង តតា ឲ្យ ណែ តែខ្ញុំយកដែរ លុយ10000ហ្នឹងលេង អត់តបើចឹង លេង ទៅ អារម្មណ៍ឲ្យល្អតិចណា អើមកអីចាំខ្ចីឯង100សិនណាហើយពេលល្បីសងឯងផង100ហ្នឹងដឹងហ៎ ពិបាកពេកថតកំ pl ែងបដាតែលក់សៀងបដាទៅមក អូយខុសសំដីអាខុសចាំខ្ចីលុយឯងសិនទៅទៅពាក់តោអើយ បាទរឿងរ៉ាវអតីតកាលទី3ដែលបានបង្ហាញដោយក្រុមកំប្លែងដូច្នេះគឺសូមការអះអាងបន្ថែមពីតារាកិត្តិយសបាទសូមជើញ ចាទី3នេះ
ចង់និយាយថាកាមមួយថ្ងៃ10000មែនប៉ុន្តែក្តីស្រឡាញ់របស់ខ្ញុំមិនខ្វល់ថា10000ឬមួយក៏5000 7000ខ្ញុំអត់ខ្វល់ទេសំខាន់គឺការងារហ្នឹងខ្ញុំស្រឡាញ់ហើយពេញចិត្តនឹងទទួលហ្នឹងមិនថាគាត់ឲ្យ5000ឬមួយ3000ខ្ញុំអត់ខ្វល់ទេដល់ពេលខ្ញុំចូលដល់ពេលហើយក៏បាន10000ដូចថាយើងថតសិល្បៈម្ដងបាន10000ទេណាដំបូងណាដល់ពេលបាន10000ខ្ញុំជិះម៉ូតូដប់ទៅមកអស់6000នៅសល់4000អញ្ចឹងទៅខ្ញុំគិតថាទុកជួលឲ្យផ្ទះជួលផ្ទះគេមកបន្ទប់30រៀលដល់ពេល30ធម្មតានៅពេញបើសិនតែមិនដូចថាមិនសមចៃអីទេទុកលុយឲ្យបន្ទប់គេទេគេនឹងបោះកវិចចេញពីផ្ទះអត់ឲ្យយើងនៅទេអញ្ចឹងណាអូខ្លាច់អញ្ចឹងនឹកឃើញថាបើសិនតែគ្មានលុយឲ្យគេមិនដឹងធ្វើគ្មានលុយឲ្យគេយើងនឹងបានអីឲ្យគេអញ្ចឹងដល់ពេលអញ្ចឹងគិតថាបាន10000មកម៉ូតូដប់6000ទុក4000សំទិញមីហូបខ្ញុំមិនដែលសូវបានហូបបាយពេញលក្ខណៈគេហូបគ្រប់គ្រាន់អីទេហូបតែមីយើងហ្នឹងឆុងមកកញ្ចប់500នឹងទឹកក្តៅហ្នឹងទៅហូបហើយដល់ពេលជួនកាលឃ្លាននំខ្លាំងទៅហូបគេនំប៉ោងនំប៉ោងពងហ៊ីងគេហៅនំពងហ៊ីងហ្នឹងចាទិញនំពងហ៊ីងហ្នឹងតែ2តែ1000ទេបាទ1000ហើយទឹកសុទ្ធម្ដងប៉ុណ្ណឹងជួនកាលអត់ហ៊ានផឹកទឹកសុទ្ធទៀតផឹកអាទឹកម៉ាស៊ីនយើងដែលទឹកសយោនៅផ្ទះហ្នឹងបាទចាដល់ពេលហើយទ្រាំរហូតតែនិយាយរួមទៅគឺអាការចៃវាខ្ញុំអត់ខ្វល់អត់ចង់ថាអ្វីដែលទស្សនវិជ្ជាហ្នឹងលក្ខណៈដូចថាឈឺចាប់មិនខ្ញុំខ្វល់តែខ្ញុំស្រឡាញ់ការងារដែលស្រឡាញ់សិល្បៈហ្នឹងបាទចាខ្ញុំស្រឡាញ់ខ្ញុំនឹងទទួលចង់ថាខ្ញុំសប្បាយចិត្តនឹងគាត់ឲ្យប្រមាណក៏ខ្ញុំមិនខ្វល់ដែរអញ្ចឹងការងារដែលយើងស្រឡាញ់អញ្ចឹងណាចាអរគុណច្រើនសម្រាប់ការបញ្ជាក់បន្ថែមពីរឿងរ៉ាវអតីតកាលទាំង3រឿងហើយក៏បានបង្ហាញពីចំណាប់អារម្មណ៍ព្រោះថារឿង3រឿងនេះបើតាមធម្មតាក៏កញ្ញាលន់នេពិបាកក្នុងការប្រាប់អ្នកដទៃទេណាចាថ្ងៃនេះបានលាតត្រដាងដូច្នេះនៅក្នុងពេលនេះសូមឲ្យដួងតារាទាំង3ដួងទស្សន៍ទាយទៅមើលថាតើរឿងមួយណាដែលកញ្ញាលន់នេចងចាំជាងគេជាដំបូងសំការទស្សន៍ទាយរបស់ដួងតារាទី3រឿងថតមិញណាដូចថាថតមួយថ្ងៃបាន10000បានអីចឹងណាខ្ញុំឯកភាពក៏ប៉ុន្តែវាគួរតែស៊ីនេឯងចងចាំថាការតស៊ូរបស់យើងវាត្រឹមត្រូវហើយប៉ុន្តែមួយថ្ងៃ10000បើនិយាយពីប្រៀបធៀបពួកខ្ញុំការសិល្បៈដំបូងវិញខ្ញុំនៅអប្សរាហ្នឹងកម្មវិធីអត់គួរកើតមួយថ្ងៃបាន2000ទេបាទអញ្ចឹងវាមិនខុសត្រូវអីមួយស៊ីនេឯងបានទេអញ្ចឹងខ្ញុំក៏ចងចាំដែរជីវប្រវត្តិរបស់ខ្ញុំកាលពីសិល្បៈដំបូងខ្ញុំនៅអប្សរាហ្នឹងទូអប្សរាហ្នឹងកម្មវិធីអត់គួរកើតគឺខ្ញុំចងចាំអញ្ចឹងខ្ញុំគិតថាស៊ីនេឯងគួរតែចងចាំរឿងហ្នឹងដែរដូចខ្ញុំដែរបាទរឿងទី3បាទចាអរគុណចាតែឆ្លៀតថែមគេចងចាំទៀតចាអរគុណជំទាវដួងតារាទី2បាទអរគុណណាស់តែចំពោះចំណាប់អារម្មណ៍របស់ខ្ញុំវិញដូចជានៅរឿងទី2ដែលកញ្ញាស្រីនេខំតស៊ូបាទហើយវិស័យស្រឡាញ់សិល្បៈអញ្ចឹងព្យាយាមនៃការបានចូលសម្ដែងហើយនៃការទាំងដូចថាពុកប៉ានៃម៉ាក់ផោះស្រីនេអញ្ចឹងបាទដូចថាឲ្យលក់ដូរតម្រាំមកវិញនិស័យបានចូលវិស័យសិល្បៈហ្នឹងតម្រាំបានចូលដល់រឿងទី3ហ្នឹងគឺភាពតស៊ូរបស់ស្រីនេច្រើនណាស់ដែរបាទច្រើនណាស់តម្រាំមកបានចូលដល់នៃការថតសម្ដែងនៃរឿងទី3ផោះស្រីនេនោះអញ្ចឹងខ្ញុំក៏សូមជ្រើសរើសយកនៅរឿងទី2របស់ស្រីនេបាទភាពតស៊ូបាទសូមអរគុណដល់ការទូទាយនិងជ្រើសរើសរបស់ដួងតារាទី2បាទជាបន្តដួងតារាទី1ធ្វើការជ្រើសរើសបាទរឿងដែលឲ្យស្រីនេដូចថាมันអាចបំភ្លេចបានក្នុងឆាកជីវិតនេះត្រង់នឹងរឿងគេជេរបចោហ្មងខ្ញុំជឿជាក់ថាសិល្បៈមុនដំបូងគេគឺត្រូវតែគេជេរហើយគាត់ជេរចង់ឲ្យយើងចេះហើយធ្វើចឹងឯងអាត្រូវខួអញណកលើនៅតួគេចាំបាយចាំទឹកខុសទៅវានឹងមួយវាចឹងអាហ្នឹងគាត់ខួរក្បាលយើងទៅចេះឈឺចាប់ហើយយើងចងចាំមិនភ្លេចអាហ្នឹងដល់យើងដល់ឈឺចាប់ទៅយើងកើតទៅជាការតស៊ូគាត់ជេរយើងនេះជេរយើងដើម្បីឲ្យយើងចេះជេរយើងដើម្បីឲ្យយើងអភិវឌ្ឍខ្លួនយើងទៅមុខទៀតបើគាត់ស្អប់យើងអត់ជេរគេដកយើងចេញបណ្ដោយឈប់ឲ្យនេះខ្ញុំជឿជាក់ថាខ្ញុំស្រឡាញ់លើជីវិតទី3ផងនាងបាទ
បាទសូមអរគុណនៅការជឿរើសរបស់ដួងតារាទាំង3ដួងគឺសិតសឹងតែលើកអំណះអំណានមកម្នាក់ម្យ៉ាងដូច្នេះចម្លើយពិតគឺមានតែតារាកិត្តិយសតែម្នាក់ប៉ុណ្ណោះដែលអាចផ្ដល់នូវចម្លើយមួយដែលជាក់លាក់និងពិតប្រាកដជូនដល់ដួងតារាទាំង3ដួងបាទដូច្នេះសូមតារាកិត្តិយសផ្ដល់នូវចម្លើយពិតចាចម្លើយពិតរឿងទាំង3ហ្នឹងគឺខ្ញុំនិយាយទៅខ្ញុំមានវិបត្តិទាំង3ហ្នឹងតែហ្មងមានវិបត្តិទាំង3ហ្នឹងហើយលក្ខណៈដូចថាទាំង3ហ្នឹងគ្មានមើលមានណាល្អសោះមើលទៅចេញមកវេទនារហូត3ហ្នឹងវេទនារហូតដូច្នេះធ្វើឲ្យចងចាំរហូតវេទនារហូតពេកហើយដល់ពេលអញ្ចឹងដូចបងស្វិតគាត់និយាយមិញហើយបងវេវិញអញ្ចឹងគាត់បងវេគាត់ថារឿងខ្ញុំតស៊ូនិយាយរួមអាការតស៊ូនោះតាំងពីទី1រហូតដល់ទី3គឺតស៊ូរហូតមែនចាប៉ុន្តែជំរើសទី1គឺថាកម្មវិធីយើងយកតែមួយអញ្ចឹងណាចាខ្ញុំស្រឡាញ់ដិតបំផុតស្រឡាញ់បំផុតតែខ្ញុំបំភ្លេចមិនបាននោះគឺជីវិតទី3របស់ខ្ញុំចាសូមជម្រាបថាតើដួងតារាទី1និងដួងតារាទី3ចាដែលបានជ្រើសរើសចង់បានអ្វីពាក្យក្រៅពីនឹងមួយនឹងទេកុំចិត្តទេបងស្កប់ចិត្តទៅត្រូវមួយហ្នឹងហ៎ហើយវិញចាខ្ញុំចង់ទៅទេចាដូច្នេះនៅក្នុងពេលនេះសូមឲ្យកញ្ញាលននេបញ្ជាក់បន្ថែមបន្តិចថាមូលហេតុអីបានជារឿងទី3ហ្នឹងព្រោះកញ្ញាបំភ្លេចមិនបានមានអ្វីបន្ថែមទៀតរឿងទី3ដែលខ្ញុំបំភ្លេចមិនបានចងចាំមិនបាននោះទីចាំចង់បានភ្លេចឆ្លងបងស្វិតនំឲ្យតែខុសសាំត្មងនិយាយច្រើនឲ្យឯងខុសដែរចារឿងណាទី3ដែលខ្ញុំមិនត្រូវដូចថាมันអាចភ្លេចបាននោះគឺលក្ខណៈដូចថារឿងហ្នឹងគឺចេះតស៊ូមកបណ្ណាក៏ដោយប៉ុន្តែអាការដែលស្រឡាញ់ហ្នឹងគឺខ្ញុំស្រឡាញ់សិល្បៈខ្លាំងណាស់ចាបានវិចកបានចរាបានដោយបំណងហើយសិល្បៈតួវេទនាពិបាកប៉ុណ្ណាក៏ដោយក៏ខ្ញុំពេញចិត្តនឹងតស៊ូទៅនឹងដែរចាហើយបំភ្លេចមិនបានត្រង់ថាកាលពីមុនជីវិតខ្ញុំវេទនាលំបាកខ្លាំងណាស់មកបានមកចូលសិល្បៈតស៊ូមកបានថ្ងៃនេះអញ្ចឹងសិល្បៈហ្នឹងធ្វើឲ្យខ្ញុំជោគជ័យដូចរាល់ថ្ងៃអញ្ចឹងខ្ញុំអាចបំភ្លេចបានទេគឺសិល្បៈដែលខ្ញុំនិយាយថាចូលទៅភ្លាមខ្ញុំវេទនាដំបូងទេវាមិនមែនទៅដល់ភ្លាមអស់ចាហ្មងទេចាធម្មតាយើងមានការតស៊ូមានការអត់ធ្មត់មានការអំណត់អញ្ចឹងគេហៅថាពាក្យចាំអារម្មណ៍លោកចាស់បពោលថាតស៊ូគង់បានសម្រេចចាអញ្ចឹងខ្ញុំតស៊ូនឹងសិល្បៈនឹងតាំងពីដើមរហូតមកវាមិនមែនអត់បានប្រយោជន៍គឺបានដល់ពេលអញ្ចឹងខ្ញុំក៏សប្បាយចិត្តនឹងដកចិត្តត្រង់ថាភាពតស៊ូគឺមិនគេថាវាអត់ប្រយោជន៍ចឹងអញ្ចឹងចាតស៊ូគង់បានសម្រេចតែណាមួយការងារសិល្បៈហ្នឹងក៏ខ្ញុំស្រឡាញ់ផងចាហើយដកក្នុងហ្នឹងខ្លាំងបំផុតទៅចាគឺថាធម្មតាទេការងារអ្វីក៏ដោយឲ្យតែយើងធ្វើជាមួយនឹងក្តីស្រឡាញ់គឺយើងនឹងទទួលបានជោគជ័យចាស្របទៅនឹងពាក្យស្លោកចាពីចាបុរាណលោកពោណាចាតស៊ូគង់បានសម្រេចចាអរគុណច្រើននៅក្នុងពេលនេះកម្មវិធីប្រស្នាតារាក៏សូមសរុបបន្ទុកជូនទៅដល់ដួងតារាទាំង3ដួងតារាទី1តាំងពីវគ្គទី1រហូតដល់វគ្គចុងក្រោយទទួលបាន1បន្ទុកដួងតារាទី2តាំងពីវគ្គទី1រហូតដល់វគ្គនេះគឺទទួលបាន1បន្ទុកហើយដួងតារាទី3បន្ទុកសរុបគឺ2បន្ទុកបាទដូច្នេះយើងបានរកឃើញហើយដួងតារាដែលបានជាប់ជជែកលេខ2នោះគឺដួងតារាទី3ពេលបន្តិចទៀតនេះលោកអ្នកនឹងបានរីករាយទស្សនាជាមួយនឹងការសម្ដែងរួមគ្នារវាងដួងតារាដែលជាប់ជ័យលាភីជាមួយនឹងតារាកិត្តិយសដែលវគ្គនេះនាំមកជូនទស្សនាដោយមន្ទីរព្យាបាលថ្មីដួងសិតមន្ទីរព្យាបាលថ្មីដួងសិតមានតនបដិទ្ធមានបទពិសោធន៍យូរឆ្នាំមានក្រុមសិលធម៌ល្អបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យមានដកថ្មីដាក់ថ្មីពុតថ្មីដាំបង្គោលក្នុងឆ្អឹងនិងធ្វើថ្មីឲ្យសមន្ទីរព្យាបាលថ្មីដួងសិតមានទីតាំងស្ថិតនៅខាងលិចឈៀងខាងត្បូងផ្សារទំនើបសូរិយាសូមមកការស្នាមញញឹមនិងភាពជឿជាក់ជាមួយនឹងមន្ទីរព្យាបាលថ្មីដួងសិតសូមរីករាយទស្សនាជាមួយនឹងការសម្ដែងរួមគ្នារវាងដួងតារាទាំងពីរដួងដូចតទៅ